សួស្តីអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាណាខ្លះដែលធ្លាប់សម័យចង់ឲ្យ AI ច្រៀងចម្រៀងហើយចង់ប្រើសម្លេងខ្លួនឯងហើយកន្លងមកគឺយើងតែងតែព្យាយាមរកវិធីថាធ្វើម៉េចដើម្បីយើងអាចដាក់សម្លេងរបស់ខ្លួនឯងនៅក្នុង Sono បានណាប៉ុន្តែវាអត់មាន feature នឹងនៅឡើយទេតែថ្មីនេះក្តៅកាលពីម្សិលមិញហ្នឹងគឺ Sono AI ទើបតែចេញ V5.5 ហើយនៅក្នុង version V5.5 ហ្នឹងគឺយើងអាចប្រើសលេងរបស់យើងផ្ទាល់ដើម្បីបង្កើតបទចម្រៀងដោយប្រើ AI បានអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាថាមុខងារថ្មីនេះដំណើរការយ៉ាងដូចម្ដេចមុននឹងឈានទៅដល់ចំណុចថាតើរបៀបនៅក្នុងការដាក់សលេងរបស់យើងចូលទៅក្នុង Sono ដើម្បីបង្កើតចម្រៀងឲ្យ AI ច្រៀងយកសំឡេងយើងទៅច្រៀងហ្នឹងធ្វើដូចម្ដេចខ្លះអញ្ចឹងដំបូងនេះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាដឹងអំពីការអាប់ដេតនៅ version ចុងក្រោយដែល Sono ទើបតែអាប់ដេតនៅថ្ងៃទី26ខែ3 2026នេះក្នុងការអាប់ដេតហ្នឹងវាមាន3-4ចំណុចដែរប៉ុន្តែខ្ញុំលើកយកតែចំណុចមួយសំខាន់ទេដោយសារតែគ្នាយើងកំពុងតែតន្ទឹងរង់ចាំចំណុចហ្នឹងវាយូរដែរគឺតកតងជាមួយនឹងការផ្ដល់គំរូសំឡេងផ្ទាល់ខ្លួនមានន័យថាការប្រើប្រាស់សំឡេងរបស់យើងផ្ទាល់ហ្នឹងគឺឥឡូវហ្នឹងយើងអាចអាប់ឡូតសំឡេងរបស់យើងឬក៏យើងចូលទៅបង្កើតសំឡេងដើម្បីច្រៀងហ្នឹងដោយផ្ទាល់បាននៅក្នុង platform Sono តែម្ដងអញ្ចឹងតាមពីលោកមុនហ្នឹងគឺគ្នាយើងអត់អាចធ្វើបែបហ្នឹងបានទេហើយអានេះគឺជាចំណុចដែលអាប់ដេតថ្មីហើយវាមានសារៈប្រយោជន៍សម្រាប់គ្នាយើងទាំងអស់ដែលគាត់ចូលចិត្តច្រៀងហើយចង់ប្រើប្រាស់សលេងខ្លួនឯងណាខ្ញុំចង់ highlight អ្នកទាំងអស់គ្នាដែរតើតើជាមួយនឹងមុខងារថ្មីដែលបានអាប់ដេតហ្នឹងគឺតម្រូវឲ្យមានការបង់ថ្លៃមានន័យថាបើសិនជាអ្នកគ្នាប្រើគម្រោងឥតគិតថ្លៃឬយើងហៅថា free plan អញ្ចឹងអ្នកគ្នាអត់អាចប្រើប្រាស់ពាក់ព័ន្ធជាមួយនឹងមុខងារសំឡេងឬក៏ custom model នឹងបានទេអញ្ចឹងអ្នកដែលគាត់អាចមានសិទ្ធិupload សលេងរបស់គាត់ឬក៏ប្រើសលេងរបស់គាត់ដើម្បីឲ្យ AI ផលិតចម្រៀងបានហ្នឹងលុះត្រាតែគាត់ហ្នឹងគឺប្រើប្រាស់យ៉ាងហោចណាស់គឺPro account ឬក៏ Premium account ឥឡូវនេះយើងមកចូលដល់ចំណុចការអនុវត្តជាក់ស្ដែងអញ្ចឹងនៅពេលដែលអ្នកនរគ្នាចូលមកដល់Sono ចឹងអ្នកនរគ្នាត្រូវប្រកាសថា version ផងអ្នកនរគ្នាគឺជា version ចុងក្រោយហើយអ្នកនរគ្នានឹងឃើញ new feature អញ្ចឹងអ្នកនរគ្នាអាចចុចទៅលើ new feature ហ្នឹងទៅបន្ទាប់ពីចុចលើ new feature ហ្នឹងវានឹង pop up ពាក់ព័ន្ធជាមួយនឹងផ្ទាំងមួយទៀតដើម្បីឲ្យអ្នកទាំងអស់គ្នាហ្នឹងអាចដាក់បញ្ចូលសំឡេងរបស់អ្នកបានវា add your voice to the mic អញ្ចឹងនៅក្នុងនេះវាមានជំរើសទី1អ្នកនរគ្នាអាច record សលេងផុសអ្នកនរគ្នាផ្ទាល់ជាមួយនឹងSono platform តែម្ដងឬក៏មួយទៀតគឺអ្នកនរគ្នាអាចច្រៀងឬក៏និយាយនៅខាងក្រៅហើយយើង record ជាសលេងហើយយកវាមក upload ដើម្បី upload ឬក៏ record ពាក់ព័ន្ធជាមួយនឹងសលេងរបស់យើងបានណាអញ្ចឹងអ្នកទាំងអស់គ្នាត្រូវចុច tick កន្លែង I understand that the creation of a voice involves the process of the voice related data អញ្ចឹងចំណុចនេះវាត្រូវការឲ្យយើងបញ្ជាក់តកតងជាមួយនឹងចំណុចមួយចំនួនដើម្បីប្រកាសថាគឺយើងធ្វើតាមគោលនយោបាយផុស Sono អញ្ចឹងយើង take ចំណុចហ្នឹងមួយសិនបានយើងអាចទៅ record ឬក៏ upload audio បានជំហានបន្ទាប់បើសិនជាអ្នកទាំងអស់គ្នាចង់ record សលេងខ្លួនឯងផ្ទាល់អ្នកទាំងអស់គ្នាចុចទៅលើចំណុច record តែដោយសារខ្ញុំមានសលេងរបស់ខ្ញុំដែលខ្ញុំមាន record នៅក្រៅហើយស្រាប់អញ្ចឹងខ្ញុំយក upload audio ទាំងមួយនេះគឺនៅក្នុងករណីដែល voice record របស់យើងនឹងវាលើសពី4នាទីអញ្ចឹងវាតម្រូវឲ្យយើងកាត់យកត្រឹមតែ4នាទីទេអញ្ចឹងយើងអាចបដូរថាយើងចង់កាត់កដាលកាត់
ខាងចុងឬក៏កាត់ចំណុចណាមួយប៉ុន្តែត្រូវប្រកាសថាគឺត្រឹមតែ4នាទីចឹងករណីរបស់ខ្ញុំគឺខ្ញុំកាត់បន្ទុយចោលដោយសារ record របស់ខ្ញុំនោះវាលើស4នាទីបន្តិចហើយបន្ទាប់ពីខ្ញុំកាត់អាកន្ទុយនឹងចោលនៅសល់4នាទីហ្នឹងគឺយើងចូលទៅស្ដាប់សលេងរបស់យើងថាតើសលេងរបស់យើងនឹងច្បាស់ឬក៏អត់យើងពេញចិត្តដែរឬក៏អត់អញ្ចឹងយើងអាចស្ដាប់ទៅបន្ទាប់ពីយើងស្ដាប់រួចរាល់ហើយយើងគិតថាសលេងហ្នឹងស្ដាប់ទៅវាអត់ច្បាស់ឬក៏វាមានបញ្ហាអីគឺយើងអាចទៅ click លើពាក្យថា start over មានន័យថាយើងទៅ upload វាម្ដងទៀតប៉ុន្តែបើសិនជាយើងអត់មានបញ្ហាអីទេយើងពេញចិត្តសលេងរបស់យើងដែលយើងបាន upload ចូលនឹងហើយគឺយើងត្រូវទៅ click លើពាក្យថា use voice ក្រោយពីយើងចុចទៅលើប៊ូតុង use voice ហ្នឹងវានឹងចេញផ្ទាំងមួយទៀតបញ្ជាក់យើងថាZono គឺត្រូវការ verify សលេងរបស់យើងអញ្ចឹងនៅពេលដែលត្រូវការ verify សលេងរបស់យើងហ្នឹងវាគ្រាន់តែ pop up ពាក់ព័ន្ធជាមួយនឹងsentence មួយមានន័យថាអក្សរមក clear ដើម្បីឲ្យយើងអានហើយវាយកសលេងហ្នឹងទៅផ្ទៀងផ្ទាត់ជាមួយនឹង record ដែលយើងបាន upload ចូលអញ្ចឹងចំណុចនេះអ្នកទាំងអស់គ្នាត្រូវអានអាពាក្យដែល Zono ដាក់នៅលើផ្ទាំងនៅក្នុង screen នេះហ៎អញ្ចឹងពីម្នាក់ទៅម្នាក់អញ្ចឹងតកតងជាមួយនឹងការបង្ហាញពាក្យពេចន៍នៅក្នុងការអានហ្នឹងវាអាចផ្សេងគ្នាអញ្ចឹងខ្ញុំធ្វើការ record អានទៅតាមអ្វីដែល Zono បានប្រាប់គឺពាក់ព័ន្ធជាមួយនឹងពាក្យ sing softly under the bright moonlit sky tonight ហើយយើងចុចប៊ូតុង submit ចាអញ្ចឹងយើង submit ទៅនៅពេលដែលយើង submit ហ្នឹងគឺ Zono ចាប់ផ្ដើម verify សលេងរបស់យើងហើយអញ្ចឹងតើតើជាមួយនឹងការ verify ហ្នឹងក៏វាត្រូវការពេលដែរអញ្ចឹងយើងត្រូវចាំវាមកសន្ទុះដែរតើតើជាមួយនឹងការ verify ផ្ទាំងមួយនេះបញ្ជាក់ថាការ verify សលេងរបស់យើងនឹងគឺទទួលបានជោគជ័យហើយយើងត្រូវពិពណ៌នាពាក់ព័ន្ធជាមួយនឹងចម្រៀងរបស់យើងថាតើយើងជានៅក្នុងកម្រិតថាដំបូងឬក៏ intermediate ឬក៏ advanced ឬក៏ professional អញ្ចឹងចំណុចនេះខ្ញុំយកថា intermediate មានន័យថាគឺយ៉ាងហោចណាស់ក៏យើងអាច carry a tone បានអញ្ចឹងណាអញ្ចឹងរួចរាល់អស់ហើយបន្ទាប់ពីរួចរាល់អស់ហើយនេះគឺជា profile សលេងរបស់ពួកយើងហើយតកតងជាមួយនឹងឈ្មោះសលេងគឺយើងអាច edit បានយើងអាចដាក់ទៅថានឹងសម្រាប់ឲ្យគេអញ្ចឹងដោយសារ voice record របស់ខ្ញុំហ្នឹងគឺជាភាសាខ្មែរអញ្ចឹងខ្ញុំដាក់KHM ដើម្បីបង្ហាញថានៅពេលដែលខ្ញុំធ្វើបទចម្រៀងជាភាសាខ្មែរគឺខ្ញុំនឹងទៅរើសយកចម្រៀងមួយហ្នឹងហើយពាក់ព័ន្ធជាមួយនឹង style text នេះអ្នកនរគ្នាដាក់ក៏បានអត់ក៏បានដោយឡែកតកតងជាមួយនឹង description អញ្ចឹងអ្នកនរគ្នាដាក់ក៏បានអត់ក៏បានដូចគ្នាដែរអញ្ចឹងត្រង់ចំណុចនេះខ្ញុំក៏មាន description ស្រាប់ទុកដើម្បីសម្គាល់ដែរគឺ for ខ្មែរ song អញ្ចឹងឥឡូវនេះយើងឃើញថាវារួចរាល់អស់ហើយចាអញ្ចឹងបន្ទាប់ពីរួចរាល់អស់ហើយអ្នកនរគ្នាអាច save បានយើងចុច save ចាអញ្ចឹងបន្ទាប់ពីយើងចុច save ហើយមកគឺវាមកដល់ផ្ទាំងបង្កើតជាបទចម្រៀងតែផ្ទាំងបង្កើតបទចម្រៀងហ្នឹងគឺវាបានចាប់យកសលេងដែលយើងបាន upload ចូលមុននឹងហើយជាស្រេចឥឡូវនេះខ្ញុំធ្វើការសាកល្បងយកសលេងរបស់ខ្ញុំប៉ុន្តែខ្ញុំ record ជាសលេងហ្នឹងគឺជាភាសាខ្មែរតែខ្ញុំសាកមកធ្វើបទចម្រៀងអង់គ្លេសអញ្ចឹងយើងចាំសាកទាំងអស់គ្នានិយាយទៅខ្ញុំក៏អត់ទាន់ដែរសាកដែរនេះពេលដែលខ្ញុំសាកហ្នឹងគឺខ្ញុំ record វីដេអូទុកឲ្យអ្នកនរគ្នាតែម្ដងអញ្ចឹងខ្ញុំចូលទៅក្នុង chat GPT ហ្នឹងទៅ copy ទាំងចំណងជើងទាំង lyric ហើយទាំង style ចាអញ្ចឹងនៅពេលដែលសលេងយើងជាខ្មែរហើយយើងដាក់ lyric ជាភាសាអង់គ្លេសតើវាចេញទៅបែបណាដែរអញ្ចឹងអានេះខ្ញុំ copy lyric មកយើងមកផាសកន្លែង lyric នេះក្រោយមកទៀតយើងចុច
mơ tới bờ sân chỉ ở háo nhưng cho create ok chẳng bắt đầu bây giờ cho create nâng cứ chỉ tu tới sono viên nâng bậc cao bot chấm riêng pi ao dưỡng hai ở tại tôn cho mùi nâng ca bậc cao nâng đôi nên tao cái đăng hai tha dương thời ca p nâng nông ca rong trăm chẳng dương thời ca p mùi sự tụ đai làm bầy ao sono nâng phải lật bot chấm riêng phò dương The morning feels a little sẽ lên đôi con của mình riêng like chẳng something nên tao có khi lữ hái cứ dương vô phía xa khmái qua đi coi dương chỉ phía xa khmái vô tôi chỉ đường liền nên cứ ọt cao tí sẽ lên áo bùa thì tôi áo bùa tầm đòn chẳng là ní cứ chỉ ca ở sạn bong tế hai bên thanh tiết dương nâng vô sẽ lấy record môn nâng đá chỉ phía xa khmái từ bậc cao chùm riêng khmái bình chẳng dương cho tự đó ca bọt chùm riêng khmái đổi prao pra xử lý upload chi phía xa khmái chẳng dương cho tự clear tệ tôn chùm mùi nâng bọt chùm riêng môn nâng cứ nhung lục chùm riêng cho nòn chơi bọt chùm riêng tèng style tèng lyric hai nhung cho từ copy cho nòn chơi đa chi phía xa khmái chà chẳng dương đặt cái châu cho nó trên chi phí sang khmái dương đặt để tên cho mình được style ở dương phở chi phí sang ông lên từ nãy á bên tay đời lái cứ để tên cho mình được lyric cứ dương phở lyric chi phí sang khmái hai bạn quan cho mình được xử lý cứ dương phở xử lý đội môn đá chà và tôi bị bà cao thái cứ dương ai nơi rong chăm bên tay đôi chia miên với mùi đặc trong mình hạt buồn nhớ ban mình ngày club trong miên ở rong ta bắt bóng mạch đáy tại tôi chúng mình đang là tập hall dương pra xử lý luôn dương hai dương phim xa khmái kênh tham bị chụp bài chỉ muốn hai bia co bự đài chẳng nên ở cái chắp đơm xả là bóng nơi nông ca record chia sầm lên có bén thọt to có bén hai và cao chùm riêng nơi nông sono AI nước đòi pra sầm lên bao giờ video nhom ngày ní cứ miên tập bằng năng tế chẳng sẵn khâm tha này tặng ở khía pra video mùi ní đầm bấy bằng cao sầm lên toa luôn ở bọn đảo khía hai đã ao AI chơi riêng bèn hai bà sân chạy đó khía trong mơ video mình tỏ tiếp đang thấy chui subscribe rồi có share tệ tôn cho mùi nâng YouTube channel bọc nhom màn con